សូមថ្វាយបង្គំសម្ដេចគុណចាស់គ្រប់ព្រះអង្គនិងលោកអ្នកទាំងអស់ដែលតែងតែគាំទ្រកັບផ្សាយព័ត៌មានពុទ្ធសាសនាដោយសារតែភាពចៃដន្យដែលក្រុមការងារចុះបេសកកម្មនៅព្រំដែននៅខាងភូមិព្រៃច័ន្ទហ្នឹងហើយយើងបន្តស្នាក់នៅបន្ទាយមានជ័យក៏យើងមានឱកាសជួបផ្ទាល់នឹងក្មួយស្រីលីណាដែលជាជើងខ្លាំងផ្នែកវិទ្យាសាស្ត្រថ្នាក់ទី12នៅឆ្នាំនេះគឺទូទាំងប្រទេសលំដាប់ពិន្ទុ100លើ100ពេញតែម្ដងចាបងជំរាបសួរក្មួយជំរាបសួរលោកពូហើយក៏ដូចជាជំរាបសួរសម្ដេចពុកសម្ដេចម៉ែនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងអ្នកបងពេជ្រច័ន្ទមនីនាងខ្ញុំឈ្មោះខុនណារីណាជាសិស្សស្នាដៃសន្និភូមិទីតាំងប៉ោយប៉ែតទី2ហើយក៏ជាសិស្សនិតេអាដែលទទួលបានលំដាប់ពិន្ទុ100.00ផងដែរលីណាសុខសប្បាយទេបន្ទាប់ពីបានពិន្ទុថប់ដែលថាលេខ1លើសិស្សជាង 130,000 នាក់មិនធម្មតាទេនេះសុខសប្បាយពូមានការរំភើបជាខ្លាំងហើយក៏វាអាចថាយើងអាចសម្រេចក្តីសម័យមួយដែលយើងពងតាំងពីថ្នាក់តូចមកដល់ទី12នេះអូក្តីសម័យទៅថ្នាក់តូចទី2ក្តីសម័យទៅក្មួយពូដូចចង់ដឹងដល់ក្តីសម័យគេមើលសុំជួយនិយាយតិចមើលកាពិតក្តីសម័យខ្ញុំពីតូចហ្នឹងគឺចង់បានត្រឹមបាទសូមនិទេសA 5មុខឡើងបាទអត់នឹកស្មានថាខ្លួនឯងអាចបានលំដាប់ពិន្ទុ100.00ទេអូបាទអញ្ចឹងមានថាក្តីសម័យពីតូចហ្នឹងបានត្រឹមតែ5មុខវិជ្ជាទេប៉ុន្តែដល់ពេលធំឡើងពេញវ័យ18ឆ្នាំលេងបានទាំងអស់បណ្ដោយប៉ុន្តែថ្នាក់វិជ្ជាដូចជាថ្នាក់វិទ្យាសាស្ត្រទៀតមែនទេមើលចាថ្នាក់វិទ្យាសាស្ត្រត្រៀមខ្លួនជិះឡាននៅត្រៀមខ្លួនហើយប៉ុន្តែចេញពីហ្នឹងទៅរៀនបើកឡានទៅរៀនបើកឡានហើយដូចជាឡានក្មួយត្រូវបានហ្នឹងឡានអគ្គិសនីទៀតណាឡានអគ្គិសនីពូអូបានមើលរូបអស់ហ្នឹងណាបានមើលហើយស្អែតដូចឡានហ្នឹងដូចជាតូចច្រឡឹងហើយតូចច្រឡឹងដូចក្មួយដែរហើយខាងក្នុងពណ៌កាជុកទៀតអូចាប់ហើយគេថាលើពូសុំអបអរសាទរបានឡានជិះភ័យមើលទៅពូបានឡានជិះមើលទៅអាចតោងកតុយជិះយកកលិតអីតិចបានទេបាទបាទពូចង់ដឹងថាអញ្ចេះពេលដែលតាំងចិត្តតាំងពីក្មេងមកហ្នឹងតាំងពីអាយុប៉ុន្មានមកតាំងពីថ្នាក់បឋមមកឬទៅយ៉ាងម៉េចតាំងពីថ្នាក់ទី2មកដោយសារថ្នាក់ទី1ខ្ញុំរៀនអសិប្បកាយរៀនដែរប៉ុន្តែអសិប្បកាយបាទហើយតាំងពីថ្នាក់ទី2មកអាយុប្រហែលឆ្នាំហ្នឹង6 7ឆ្នាំហ្នឹងថា7ឆ្នាំហើយតាំងចិត្តយកអាហ្មងពីណាគេអ្នកប្រាប់ក្មួយឲ្យក្មួយតាំងចិត្តយកនិស្សិតទេដោយសារពុកម្ដាយឬក៏ដោយសារយ៉ាងម៉េចក្មួយការខ្ញុំរៀននៅថ្នាក់បឋមហ្នឹងប៉ាគាត់បរៀនជួយធ្វើលំហាត់ប៉ុន្តែពេលខ្ញុំរៀនដល់ទី5ទី6ទៅគាត់ឈប់បរៀនហើយខ្ញុំចាប់ដើមយើងមានការតាំងចិត្តខ្លួនឯងយើងអ្នកមានក្តីសម័យនឹងខ្លួនឯងប៉ុណ្ណាឲ្យអត់មានអ្នកគេបង្ខំឬក៏អ្នកគេប្រាប់ឲ្យយើងអញ្ចឹងអូតាំងចិត្តខ្លួនឯងទាំងពិតតែមានប៉ាអ្នកជួយជំនួយបាទហើយប៉ុន្តែមានអារម្មណ៍ថាដូចភ័យតិចលើកទី1លើកទី1ដែលចូលកាមេរ៉ាធំអញ្ចឹងណាខ្លួនណាចាប៉ុន្តែក្មួយពូសុំចង់ដឹងថាអញ្ចឹងធម្មតាដើម្បីខ្លាយជាសិស្សបកែនិទេសអាលំដាប់ពិន្ទុខ្ពស់ជាងគេឈរលំដាប់លេខរៀង130,000នាក់ហ្នឹងក្មួយឈរលេខរៀងលើគេណានៅទូទាំងប្រទេសសូម្បីតែអ្នកភ្នំពេញហ្នឹងក៏ដូចចាញ់កលិតប៉យបែដែរឆ្នាំនេះចាហើយអារម្មណ៍យ៉ាងម៉េចខ្លះដែរមកបរិយាយអារម្មណ៍រំភើបហើយក៏មួយទឹកភ្នែកខ្លះដែរដោយសារហ្នឹងក្នុងមួយឆាកជីវិតយើងប្រឡងតែម្ដងអញ្ចឹងយើងមានឱកាសតែម្ដងឯងហើយប្រឡងតែ2ថ្ងៃកំណត់ជោគវាសនារបស់យើងប៉ុណ្ណោះប៉ុន្តែមិនមែនថាយើងបាននិទេសអត់ល្អនេះទេប៉ុន្តែគ្រាន់ថាវាជាកដោមួយសម្រាប់ខ្លួនឯងដែលខំរៀនរយៈពេល12ឆ្នាំហ្នឹងចា៎ហើយរៀន12ឆ្នាំហ្នឹងរៀនយ៉ាងម៉េចខ្លះមួយជួយបរិយាយរបៀបរៀនការសេពគប់អីតិចឥឡូវខ្ញុំរៀនខ្ញុំនិយាយពីការសេពគប់មិត្តភ័ក្តិមុនអញ្ចឹងយើងត្រូវសេពគប់មិត្តភ័ក្តិណាដែលជួយយើងហ្នឹងឲ្យរៀនមិនមែនថាយើងត្រូវសេពគប់តអ្នកបកែឬក៏អ្នកដែលគេរៀនបានលេខ1លេខ2ឯងប៉ុន្តែយើងត្រូវសិក្សាអ្នកដែលគេរៀនដែលនាំយើងឲ្យរៀននាំទៅផ្លូវល្អអញ្ចឹងបាទព្រោះក្នុងសាលាយើងឥឡូវឬក៏ក្នុងសង្គមឥឡូវអញ្ចឹងគឺមានមិត្តភ័ក្តិច្រើនអ្នកខ្លះគេនាំយើងទៅដើរលេងចូលក្លឹបឬក៏អីចឹងអញ្ចឹងយើងនឹងទៅតាមគេឲ្យទោះមិនទៅនៅមួយគេ3 4ខែចឹងទៅយើងទៅតាមគេអញ្ចឹងការជ្រើសរើសមិត្តភ័ក្តិដើម្បីដើរមួយហ្នឹងគឺមានសារៈសំខាន់យ៉ាងខ្លាំងហើយខ្ញុំដូចនៅសាលារៀនសង្គមអញ្ចឹងគឺមានការជ្រើសរើសសិប្បកម្មដាក់ចូលថ្នាក់តែមួយអញ្ចឹងមានន័យថា
បាត់ភ័ក្រដែលនៅជុំវិញខ្ញុំហ្នឹងគឺសិតតែអ្នកដែលគេខំរៀនមានការខិតខំប្រឹងប្រែងរៀនសូត្រអញ្ចឹងណាទោះជាគេរៀនមធ្យមឬក៏ពូកែមិនក៏គេនៅតែមានចិត្តចង់រៀនបាទអូហើយធ្វើឲ្យយើងមានការប្រកួតប្រជែងកាន់តែខ្ពស់ធ្វើឲ្យយើងមានការអភិវឌ្ឍសមត្ថភាពយើងកាន់តែខ្ពស់ឡើងខ្ពស់ឡើងចឹងបាទប៉ុន្តែពូឆ្ងល់មួយក្មួយពូឆ្ងល់មួយពីព្រោះមុខវិជ្ជាក្នុងថ្នាក់ទី12យើងមានបែងចែកវិទ្យាសាស្ត្រហើយនិងសង្គមហើយហេតុអីបានខ្មែរយកវិទ្យាសាស្ត្រមូលហេតុដែលខ្ញុំយកវិទ្យាសាស្ត្រគឺមូលហេតុទី1ហ្នឹងគឺខ្ញុំពេលបញ្ចប់ថ្នាក់ទី12ហ្នឹងគឺខ្ញុំចង់បន្តថ្នាក់បញ្ញាបត្រផ្នែកពេទ្យអូចង់ខ្លាយទៅជាអ្នកគ្រូពេទ្យអ្នកគ្រូពេទ្យចាជំរាបសួរអ្នកគ្រូពេទ្យជំរាបសួរបាទអូសម័យថាទីទៀតខ្លាយទៅជាអ្នកគ្រូពេទ្យហើយបើសិនជាពូឈឺគឺទៅតាក់តងទៅអ្នកគ្រូហ្នឹងដើម្បីជាបាទអូ free ទៀតថ្លៃណាជាប៉ុន្តែដល់ពេលយើងចង់ខ្លាយទៅជាអ្នកគ្រូពេទ្យហើយយើងរៀនមុខជាវិទ្យាសាស្ត្រយើងត្រូវមើលមេរៀនបែបម៉េចយើងត្រូវអនុវត្តលំហាត់យ៉ាងម៉េចអីយ៉ាងម៉េចមកជួយប្រាប់ពូទេមើលចំពោះថ្នាក់ទី12ក៏ដូចថ្នាក់ទី11ទី10ហ្នឹងគឺវាមានលក្ខណៈស្រដៀងគ្នាចំពោះមេរៀនគឺយើងគ្រាន់តែស្ដាប់លោកគ្រូអ្នកគ្រូគាត់ពន្យល់មេរៀនដោយសារការស្ដាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀនហ្នឹងគឺមានសារៈសំខាន់ណាស់ព្រោះការចាំមេរៀនតែមួយមុខក៏វាមិនអាចជួយឲ្យយើងចាំបានយូរដែរប៉ុន្តែការយល់មេរៀនឲ្យច្បាស់យល់ពីខ្លឹមសារមេរៀននីមួយៗអញ្ចឹងទៅយើងគ្រាន់តែទៅរំលឹកសំណួរនឹងសាកដើមទៅគឺយើងនឹងងាយស្រួលក្នុងការចាំហើយចំពោះលំហាត់វិញគឺយើងព្យាយាមធ្វើលំហាត់តូចកុំឃើញលំហាត់តូចស្រួលយើងអត់ធ្វើហើយហក់ទៅលំហាត់ធំអញ្ចឹងអាហ្នឹងរបៀបដូចយើងមើលងាយលំហាត់តូចណាអញ្ចឹងអាចពេលប្រឡងហ្នឹងគឺយើងអាចនឹងមានការផ្លត់ស្និតអីចឹងអញ្ចឹងគឺអាហ្នឹងគឺជាចំណុចមួយដ៏សំខាន់ហើយក៏ជាកំហុសភាគច្រើនរបស់សិស្សទូទៅដែរមើលរំលងហាត់តូចបាទប៉ុន្តែក្មួយគណិតវិទ្យារូបវិទ្យាគីមីវិទ្យាជីវវិទ្យាជាពិសេស3មុខនេះរូបគីមីគណិតនេះអូបាយផ្សែងយើងធ្វើម៉េចមើលជួយចែកម្លែងមើលចំពោះរូបវិទ្យាខ្ញុំគិតថាការធ្វើលំហាត់ហើយនឹងការចាំរូបមន្តនិងការស្វែងយល់ពីបាតុភូតឲ្យកាន់តែច្បាស់ហើយគីមីវិទ្យាវិញគឺយើងព្យាយាមធ្វើវិញ្ញាសាឲ្យបានច្រើនធ្វើលំហាត់ហើយគីមីវិទ្យាថ្នាក់ទី12បើយើងយល់មេរៀនតាមលំហាត់ខ្លះក៏យើងងាយស្រួលធ្វើកាន់របៀបយើងងាយស្រួលធ្វើជាងមុនអញ្ចឹងណាចំពោះគណិតវិញគឺខ្ញុំចាប់ផ្ដើមកសាងគ្រឹះមូលដ្ឋានគណិតវិទ្យាហ្នឹងតាំងពីថ្នាក់ទី7ទី8មកចាអាមូលដ្ឋានគ្រឹះថ្នាក់ទី7ទី8ហ្នឹងគឺមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ទី9ទី10ហើយពេលយើងអាទី10ទី11ហ្នឹងគឺវាមានសារៈសំខាន់សម្រាប់ទី12ទៀតអញ្ចឹងមានថាគឺវាមានលក្ខណៈផ្សារភ្ជាប់គ្នារហូតដេញគ្នាដូចម្រាមដៃអញ្ចឹងណាចាទៅពេលយើងមានមូលដ្ឋានគ្រឹះស្រាប់អញ្ចឹងទៅនៅពេលដែលយើងស្ដាប់លោកគ្រូបញ្យល់មេរៀនអញ្ចឹងយើងអាចចាប់យកបានងាយស្រួលបាទអាហ្នឹងគឺជាកលឹះរបស់ខ្ញុំហើយណាមួយវិញក៏ខ្ញុំចូលរួមការប្រឡងសិប្បកម្មគណិតវិទ្យាថ្នាក់ទី9ហើយនៅថ្នាក់ទី12ផងដែរអញ្ចឹងទៅវាការទៅធ្វើឲ្យខ្ញុំមានលក្ខណៈងាយស្រួលសម្រាប់មុខវិជ្ជាគណិតវិទ្យាបាទនេះជាលក្ខណៈខ្លាំងជាងជើងខ្លាំងនៅភ្នំថៃសានទៀតគឺថាប៉ុន្តែក្មួយរៀបមិញដូចពូលឺឡើងថាត្រូវថាបើធៀម9ត្រូវធៀមតាំងពីទី7ទី8ទី9ដល់ទី7ទី8មកដល់ទី9គឺថាយកលេខ top ចឹងទៅលេខខ្ពស់ជាងគេទៅមកដល់ពេលទី9ទី10ទី11ហ្នឹងគឺមកត្រៀមសម្រាប់ទី12អូគឺយើងមានថាយើងរៀបទុកទាំងអស់ហ្មងចាដោយសារបើយើងឧទាហរណ៍សិស្សភាគច្រើនគាត់ឡើងពីទី6ចូលទី7គឺមានការបែកឆ្វេងខ្លះអីចឹងណាពូអញ្ចឹងទៅអាចធ្វើឲ្យគាត់បាត់បង់ឱកាសក្នុងការចាប់យកគ្រឹះមូលដ្ឋានសំខាន់បាទអញ្ចឹងទី7ទី8ហ្នឹងយើងមិនបាច់ខំរៀនខ្លាំងពេកក៏បានដែរប៉ុន្តែធ្វើម៉េចឲ្យប្រកាសក្នុងចិត្តថាយើងអាចចេះកណិលំហាត់ចេះរូបមន្តអីទូទៅដែលគេប្រើប្រាស់នៅថ្នាក់បន្ទាប់បានបាទអូអញ្ចឹងមានថាអាចប្រឡែងត្រឹមតែ1ឆ្នាំ2ឆ្នាំទេប៉ុន្តែដល់ពេលចូលដល់ឆ្នាំដល់ថ្នាក់ទី9ទី10 11 12ហ្នឹងគ្រាប់មួយហ្នឹងគឺអត់មានប្រឡែងបានទេហើយគេងមកប្រហែលជប់ឡើងប្រឹងអញ្ចឹងទៅគេងមកម៉ោង1យប់ម៉ោង1អាចម៉ោង2យប់អូម៉ោង1ម៉ោង2យប់ពធហើយបាទពធបាទនេះគឺនមោតាសៈហើយគេនេះគេម៉ោង1ម៉ោង2យប់គឺថាម៉ោងកំពុងតែលងលក់ស្រួលប៉ុន្តែក្មួយគឺកំពុងតែអង្គុយធ្វើលំហាត់ដោយសារខ្ញុំរៀនគួរផងហើយដើមឆ្នាំខ្ញុំជាប់សិប្បកម្មផងចឹងខ្ញុំត្រូវបែងចែកកាលវិភាគរៀនផ្សេងពីគ្នាថ្នាក់ផងសិប្បកម្មផងបាទហើយដល់ពេលរៀនម៉ោង1ម៉ោង2យប់បងអញ្ចឹងម៉ាក់មានរករឿងទេអត់ផងដោយសារ
គាត់គាត់ប្រាប់ណែគាត់ប្រាប់ថាឲ្យចូលគេលឿនទៅប៉ុន្តែខ្ញុំអត់ស្នាម បាទប៉ុន្តែមុនប្រឡងទី12មុនប្រឡងទី12ពូចង់ដឹងហ៎ពីព្រោះការពូប្រឡងអីហ្នឹងគឺថាមុនប្រឡងទី12ហ្នឹងគឺភ័យញ័រដៃញ័រជើងណាហើយក្មួយមានភ័យមានប្រឹងប្រែងអីគេអត់ភ័យហូបខ្ញុំដេកធម្មតាហើយដេកលឿនជាងរាល់ដងត11ហ្នឹងខ្ញុំចូលគេថ្ងៃប៉ុន្តែពេលខ្ញុំចាប់ផ្ដើមតែងមេរៀនពីព្រឹកមកខ្ញុំតែងពីម៉ោង8មកតន្តែម៉ោង5គឺអត់បានទេដោយសារដឹងតែដេកលក់អីអញ្ចឹងខ្ញុំចាប់ផ្ដើមតែងពីម៉ោង8ព្រឹកមករហូតដល់យប់បណ្ដោយពី8ព្រឹករហូតដល់យប់ម៉ោងប៉ុន្មានម៉ោង11អីហ្នឹងខ្ញុំម៉ោង11អូពេលខ្លះខ្ញុំបែងចែកម៉ោងតែងផ្សេងម៉ោងធ្វើលំហាត់ផ្សេងខ្ញុំយល់ហើយបើតាំងពីម៉ោង7 8ព្រឹកហើយម៉ោង11ដល់2យប់ហើយបើមិនខ្លាចជាសិស្សបកែទេគឺជារឿងចម្លែកហើយរៀនអញ្ចឹងរហូតគ្រប់មួយរយៈហ្នឹងចាបាទឥឡូវយើងបានទី10យើងចប់ទី12យើងបានបន្ទុកខ្ពស់យើងបានខ្លាយទៅជាសិស្សវិទ្យាសាស្ត្រពូកែលំដាប់លេខរៀងទី1នៅប្រទេសកម្ពុជាយើងត្រៀមខ្លួនជិះឡានប៉ុន្តែមានបានត្រៀមខ្លួនទៅជួបសម្ដេចពុកឬក៏សម្ដេចហ៊ុនម៉ាណែតឬក៏លោកមន្ត្រីនៅបានត្រៀមអស់ហ្នឹងបានត្រៀមខ្លះហើយឥឡូវពូសួរមួយដូចឆោតបើទៅជួបគាត់ចង់និយាយអីមួយគាត់បើខ្ញុំទៅបានទៅមានឱកាសទៅជួបសម្ដេចខ្ញុំមានសេចក្តីបំណងប្រាថ្នា2បាទទី1គឺខ្ញុំចង់បានឱកាសទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលីខាងផ្នែកពេទ្យហើយឱកាសទី2គឺខ្ញុំចង់របៀបយើងមានខុនដូឬក៏កន្លែងជាក់លាក់មួយនៅទីក្រុងភ្នំពេញខ្លួនឯងចាដោយសារពុកម្ដាយយើងដោយសារឪពុកម្ដាយខ្ញុំបើគាត់ត្រូវរលុយបងថ្លៃខុនដូអីហ្នឹងទៀតគឺធ្វើឲ្យគាត់មានការពិបាកនៅហត់ជាងមុនចឹងបើទៅខ្ញុំអត់ចង់ឲ្យគាត់មានទំនុកច្រើនពេកមានសម្ពាធបាទហើយដោយសារតែឪពុកម្ដាយជីវភាពមិនដែរក្មួយជីវភាពធម្មតាអត់មានពេកហើយក៏មិនជាខ្សត់ពេកដែរបាទអញ្ចឹងឥឡូវក្នុងចំណោមវត្ថុបំណង2នេះបើសិនជាបានទៅអូស្ត្រាលីគឺថាដឹងតែអត់យករបស់នៅស្រុកខ្មែរណាគឺថាដាច់ខាតទៅរៀនអូស្ត្រាលីហ្មងហើយទៅរៀនយកអីគេរៀនខាងពេទ្យទៀតបាទទៅនៅអូស្ត្រាលីក៏រៀនពេទ្យប៉ុន្តែចង់ខ្លាយជាគ្រូពេទ្យផ្នែកគ្រូពេទ្យមានច្រើនណាឥឡូវខ្ញុំកំពុងតែមានការចាប់អារម្មណ៍ទៅផ្នែកបេះដូងជំនាញខាងបេះដូងព្យាបាលជំងឺបេះដូងខ្ញុំគិតថាជំនាញហ្នឹងវារៀងពិបាកហើយសាំញ៉ាំហើយនៅក្នុងប្រទេសកម្ពុជាយើងក៏អត់សូវមានគ្រូពេទ្យមានជំនាញច្បាស់លាស់ខាងហ្នឹងដែរអញ្ចឹងខ្ញុំចង់ទៅរៀនខាងហ្នឹងដើម្បីណាមួយនៅពេលដែលយើងរៀនចប់ចឹងទៅយើងអាចយកជំនាញហ្នឹងមកប្រើប្រាស់នៅក្នុងមន្ទីរពេទ្យនៅប្រទេសកម្ពុជាជួយពង្រឹងវិស័យសុខាភិបាលនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនបាទនេះអនាគតរដ្ឋមន្ត្រីក្រសួងសុខាភិបាលវ័យក្មេងហ្នឹងតែក្មួយនិយាយហ្នឹងមានដឹងទេថាស្ត្រីទី1កម្ពុជាលោកជំទាវពេជ្រច័ន្ទមនីហ្នឹងរៀនអីគេរៀនខាងពេទ្យអញ្ចឹងមានថាយើងយកលំនាំតាមគាត់ចាបើអញ្ចឹងមានថាអនាគតចង់ខ្លាចទៅថាដឹកនាំមួយទៀតអត់ទេចង់រៀនដូចគាត់ចង់រៀនដូចគាត់បាទហើយចង់រៀនដូចគាត់ចង់ជួបគាត់ហើយចង់ឲ្យគាត់ជួយអត់ចឹងចឹងថ្នាក់ដឹកនាំគ្រប់រូបប្រហែលជាបានស្ដាប់លើក្មួយលើកឡើងហើយពីបទពិសោធន៍តិចនិចជាពិសេសបងប្អូនក្មួយដែលកំពុងរៀនទី12ឬក៏ត្រៀមប្រឡងទី12នៅពេលខាងមុខហើយថ្នាក់ដឹកនាំសំខាន់រដ្ឋមន្ត្រីក្រសួងអប់រំឈ្មោះគេលោកឯកឧត្តមហុងជុនអរុនស្មានអត់ស្គាល់ឈ្មោះរដ្ឋមន្ត្រីក្រសួងអប់រំអាដាមហុងជុនអរុនហ្នឹងគឺជាបណ្ឌិតហើយជាបណ្ឌិតសភាចាទៀតណាពូកែណាក៏ពូកែចេះច្រើនភាសាចេះចិនទៀតទៅរៀនចិនប្រងរៀនចិនហើយចេះរុស្ស៊ីចេះអង់គ្លេសបាទចេះច្រើនមែនតើហើយពិសេសមួយទៀតហ្នឹងពូសង្កេតឃើញគឺចេះច្រៀងទៀតអញ្ចឹងយើងរួមមកវិញអរគុណក្មួយមានឈ្មោះពេញអីគេខ្ញុំឈ្មោះខុនដាលីណាខុនដាលីណាបាទខុនដាលីណាដែលជាបេក្ខនារីបានថ្នាក់ទី12បន្ទុកលំដាប់លេខ1នៅទូទាំងប្រទេសហើយឃើញក្រសួងប្រកាសថានឹងបានឡានឃើញដាក់រូបក្មួយហើយដាក់រូបឡានហើយដាក់លំដាប់បន្ទុកហើយទីទៀតប្រហែលជាក្រុមការងារត្រឡប់ទៅទីក្រុងភ្នំពេញវិញត្រូវជិះឡានរបស់ក្មួយស្រីទៅវិញហើយបើបានឡានជិះហើយបើអត់ទេចាំពូជួយបើកហើយអ្វីដែលពូចាប់អារម្មណ៍នោះគឺក្មួយបានលើកឡើងថាត្រូវប្រឹងរៀនតាំងពីថ្នាក់ទី7មករហូតដល់ថ្នាក់ទី12ទន្ទេញម៉ោង8រហូតដល់ម៉ោង11យប់ម៉ោង2យប់អីនោះមកបានសម្រាប់ហើយមានក្តីបុកថ្នាមើលទៅបើស្ដាប់ទៅដូចជាមាន2បាទក្តីប្រាថ្នាទី1ហ្នឹងគឺថាទៅដល់ភ្នំពេញបើសិនជាអត់បានទៅរៀននៅអូស្ត្រាលីទេគឺមករៀនពេទ្យ
ហើយមានកន្លែងស្នាក់នៅណាហើយបានស្រួលបួលអញ្ចឹងសុំពីណាគឺខ្ញុំមើលចង់សុំពីណាគឺគឺខ្ញុំសូមដល់សម្ដេចពុកសម្ដេចម៉ែក៏ដូចជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងអ្នកបងពេជ្រចិនមនីអូសុំផ្ទាល់មកសុំជាសាធារណៈបាទអញ្ចឹងប្រហែលជាសម្ដេចហ៊ុនសែនហើយនឹងសម្ដេចម៉ែហើយសម្ដេចវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីប្រហែលជាបានលើអ្វីដែលក្មួយបានលើកឡើងក្មួយបានសុំហើយនេះមិនមែនសុំមកខ្ញុំទេណាបាទគឺសុំទៅថ្នាក់ដឹកនាំទេបាទហើយប៉ុន្តែបើសិនជាក្នុងករណីថាមានអ្នកជួយផ្សេងទៀតក៏ក្មួយទទួលដែរចា៎បាទអញ្ចឹងនេះគឺជាការលើកឡើងហើយជូនពរឲ្យក្មួយសម្រេចតែតាមបំណងបងប្រាថ្នាដែលក្មួយចង់បានណាអរគុណច្រើនបាទអរគុណច្រើនមែនទែនលោកអ្នកជាទីគោរពរាប់អានថ្ងៃនេះយើងបានកិច្ចសម្ភាសជាមួយនឹងក្មួយស្រីដែលបានលំដាប់ពិន្ទុវិទ្យាសាស្ត្រលេខ1នៅទូទាំងប្រទេសកម្ពុជាហើយស្ថិតនៅក្នុងទីក្រុងប៉ោយប៉ែតនិងរៀននៅវិទ្យាល័យសុវណ្ណភូមិ2វណ្ណភូមិ2ឆ្នាំនេះគឺសិស្សនិទេសអាមានចំនួនទាំងអស់13នាក់ឆ្នាំទៅមានចំនួន10នាក់បាទសាលាខ្លាំងមួយនៅក្នុងទីក្រុងប៉ោយប៉ែតអញ្ចឹងលោកអ្នកនាងទាំងអស់អាចពិចារណាក្នុងការជ្រើសសាលាសម្រាប់កូនរបស់លោកអ្នកខ្ញុំបាទសេរីមនីរួមទាំងក្មួយស្រីនិទេសអាផ្នែកវិទ្យាសាស្ត្រទូទាំងប្រទេសកម្ពុជាសូមអរគុណសូមជម្រាបលា